បាទជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel Southport ហើយថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយអំពីប្រវត្តិឬក៏រឿងរ៉ាវខ្លះអំពីប្រទេសកូរ៉េក៏ដូចជាមូលហេតុអីបានឧបទ្វីបកូរ៉េនឹងប្រទេសកូរ៉េទាំងពីរនេះត្រូវបានបែកជាពីរមានកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបាទហើយឥឡូវខ្ញុំនឹងនិយាយអំពីប្រវត្តិប្រទេសកូរ៉េឧបទ្វីបកូរ៉េនឹងគឺស្ថិតនៅក្នុងចំណោមប្រទេសអាស៊ីបូព៌ាហើយមានព្រំប្រទល់ជាប់នឹងប្រទេសចិនក៏ដូចជាប្រទេសរុស្ស៊ីជាប់ប្រទេសរុស្ស៊ីនឹងមិនមែនប្រទេសកូរ៉េទាំងមូលទេណាគឺឧបទ្វីបកូរ៉េបានន័យថាកូរ៉េបងប្អូនពីរនាក់ហ្នឹងគឺជាប់រុស្ស៊ីដែរហើយខាងដែលជាប់នេះគឺខាងកូរ៉េខាងជើងហើយឧបទ្វីបកូរ៉េហ្នឹងគឺអមដោយសមុទ្រពីរអញ្ចឹងទាំងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងហ្នឹងគឺជាប់ដោយសមុទ្រពីរដូចគ្នាគឺខាងកើតជាប់នឹងសមុទ្រជប៉ុនបានន័យថាបើយើងខាងកើតប្រទេសកូរ៉េហ្នឹងគឺប្រទេសជប៉ុនហើយប្រទេសជប៉ុនត្រង់នេះមិនមែនជាប់គ្នាណាគឺសមុទ្រជប៉ុនយើងត្រូវឆ្លងសមុទ្របានទៅដល់ប្រទេសជប៉ុនហើយខាងលិចហ្នឹងគឺជាប់សមុទ្រលឿងក្រោយសង្គ្រាមលោកលើកទី2ប្រទេសកូរ៉េនឹងត្រូវបែងចែកជាពីរគឺសាធារណរដ្ឋកូរ៉េខាងត្បូងដែលមានរាជធានីឈ្មោះថាសេអ៊ូលនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឬក៏យើងហៅថាប្រទេសកូរ៉េខាងជើងដែលមានរាជធានីគឺព្យុងយ៉ាងហើយបច្ចុប្បន្ននេះប្រទេសទាំងពីរនេះគឺមានចំណងការទូតដូចគ្នាជាមួយនឹងប្រទេសកម្ពុជាយើងដោយយើងមានទាំងទូតខាងកូរ៉េខាងជើងហើយក៏ដូចជាមានខាងទូតកូរ៉េខាងត្បូងដែរនៅប្រទេសកម្ពុជាយើងណាហើយចាប់ផ្ដើមមកខ្ញុំនឹងនិយាយអំពីប្រវត្តិសាស្ត្រដោយសារបុព្វបុរសហើយជនជាតិកូរ៉េហ្នឹងត្រូវបានរស់នៅឧបទ្វីបនេះអស់រយៈពេលជាង700,000ឆ្នាំមកហើយនៅមុននៅ2333មុនគ្រិស្តសករាជរាជាណាចក្រមួយនឹងឈ្មោះថាជូសុនត្រូវបានបង្កើតឡើងហើយនៅក្នុងសតវត្សទី1មុនគ្រិស្តសករាជឧបទ្វីបកូរ៉េនឹងមានរដ្ឋ3គឺរដ្ឋហ្គូរីយ៉ូស្ថិតនៅប៉ែកខាងជើងរដ្ឋប៉ាក់ជេនៅប៉ែកនិរដីនិងរដ្ឋសេឡានៅប៉ែកអាគ្នេយ៍ហើយកាត់ពីប្រវត្តិបុព្វបុរសជនជាតិកូរ៉េនឹងខ្ញុំនឹងលើកយកមូលហេតុអីបានជាឧបទ្វីបកូរ៉េនឹងត្រូវបែងចែកជាពីរប្រទេសគឺកូរ៉េខាងជើងនិងកូរ៉េខាងត្បូងហើយចម្លើយដ៏ខ្លីនោះគឺដោយសារប្រទេស3គឺជប៉ុនរុស្ស៊ីហើយនិងអាមេរិកចឹងហេតុអីបានជាប្រទេស3ហ្នឹងមានឥទ្ធិពលដែលធ្វើឲ្យប្រទេសកូរ៉េហ្នឹងបែងចែកជាពីរដោយដំបូងឡើយហ្នឹងប្រទេសកូរ៉េហ្នឹងត្រូវស្ថិតក្រោមអាណានិគមរបស់ប្រទេសជប៉ុនហើយដែលបច្ចុប្បន្នរាល់ថ្ងៃហ្នឹងគឺខាងប្រជាជនកូរ៉េចាស់ភាគច្រើននៅតែមានកំហឹងជាមួយនឹងប្រជាជនជប៉ុនឬក៏យោធាជប៉ុនដែលនៅក្នុងចំនួនដែលប្រទេសកូរ៉េស្ថិតក្រោមអាណានិគមហ្នឹងគឺខាងជប៉ុនហ្នឹងបានធ្វើបាបធ្វើអីចឹងទៅហើយដោយសារសម័យសង្គ្រាមលោកលើកទី2ហ្នឹងគឺប្រទេសជប៉ុនហ្នឹងគាត់ជាមហាអំណាចមួយហើយគាត់មានឥទ្ធិពលធ្វើសង្គ្រាមជាមួយប្រទេសធំក៏ដូចជាប្រទេសរុស្ស៊ីហើយមានបំណងចង់ប្រយុទ្ធជាមួយនឹងខាងអាមេរិកទៀតអញ្ចឹងនៅក្នុងអាស៊ីជប៉ុនគឺដូចជាបកធំមួយអញ្ចឹងហើយគាត់បានវិលុកប្រទេសកូរ៉េនឹងយ៉ាងចាស់ដៃហើយបានយកទឹកដីប្រទេសកូរ៉េនឹងធ្វើជាអាណានិគមរបស់ខ្លួនហើយជប៉ុននេះមិនមែនត្រឹមតែលុកលុយប្រទេសកូរ៉េទេប្រទេសចិនក៏ជប៉ុនបានលុកលុយដែរគឺនៅឆ្នាំ1937ហ្នឹងជប៉ុនបានធ្វើសង្គ្រាមជាមួយចិនហើយរហូតដល់ឆ្នាំ1941ហ្នឹងកងទ័ពជប៉ុនបានលុកលុយពេញទ្វីបអាស៊ីព្រមទាំងប្រឆាំងនឹងសហរដ្ឋអាមេរិកហើយនៅក្នុងច្បាប់កំណែនឆ្នាំ1938ជប៉ុននឹងបានប្រមូលស្បៀងកេណ្ឌយុទ្ធជនកូរ៉េនឹងឲ្យចូលធ្វើសង្គ្រាមលោកលើកទី2តាមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយស្ត្រីកូរ៉េត្រូវពួកជប៉ុននឹងចាប់យកធ្វើជាទាសករបម្រើផ្លូវភេទឲ្យយោធាជប៉ុននៅលើសមរភូមិដែលរឿងរ៉ាវនេះគឺធ្វើឲ្យជនជាតិកូរ៉េភាគច្រើននៅតែចងកំហឹងជាមួយនឹងប្រទេសជប៉ុនហើយក៏ដូចជាមាន
ការទៀមទាបនិងផ្ដល់ផ្នែកផ្លូវច្បាប់អីដែរមកដល់សប្តាហ៍ថ្ងៃនេះហើយមិនត្រឹមតែប៉ុណ្្នឹងទេជប៉ុននឹងថែមទាំងបំបត្តិវប្បធម៌កូរ៉េដោយហាមមិនឲ្យមានភាសារៀនភាសាកូរ៉េហើយព្រមទាំងបដូរឈ្មោះកូរ៉េមកជាឈ្មោះជប៉ុនហើយឃើញថាប្រជាជនកូរ៉េនឹងតស៊ូយ៉ាងស្វិតស្វាញណាស់នៅក្នុងចំនួននោះដោយមានការងើបតស៊ូបបោប្រឆាំងនឹងជប៉ុនអីចឹងទៅហើយមានរដ្ឋាភិបាលក្រៅប្រទេសផ្សេងទៀតហើយនៅពេលដែលជប៉ុនបានជាប់ដៃប្រយុទ្ធជាមួយខាងចិនខាងកូរ៉េនឹងក៏រៀបកម្លាំងអីនៅក្រៅប្រទេសប្រមូលផ្ដុំមានយោធាមានអីហ្នឹងដើម្បីត្រៀមមកវិលុកនៅកូរ៉េនឹងទៅដើមប្រទេសកូរ៉េពីជប៉ុនគ្រប់គ្រងនៅមកវិញប៉ុន្តែដោយសារសម័យហ្នឹងវាចុងនៃសង្គ្រាមលោកលើកទី2ដែរហើយអញ្ចឹងសំណាងឬក៏ដល់ពេលវេលាមួយដែលជប៉ុននឹងចាញ់សង្គ្រាមលោកលើកទី2នៅថ្ងៃទី15ខែសីហា1945ចឹងឧបទ្វីបកូរ៉េនឹងត្រូវបានរំដោះទាំងស្រុងហើយទ័ពមហាអំណាចទាំងពីរបានកាន់កាប់ឧបទ្វីបកូរ៉េនឹងដោយចែកជា2គឺខាងជើងស្របនឹងទី38ហើយកាន់កាប់ដោយកងទ័ពសូវៀតហើយដល់ពេលខាងត្បូងនឹងកាន់កាប់ដោយសហរដ្ឋអាមេរិកអញ្ចឹងយើងបែរជាអាចដឹងបានហើយហេតុអីបានកូរ៉េនឹងបែងចែកជា2គឺចាប់ផ្ដើមពីជប៉ុនគាត់ចាញ់សង្គ្រាមទៅអញ្ចឹងគាត់ទឹកដីអាណានិគមគាត់ហ្នឹងគឺគាត់ត្រូវបោះបង់ហើយគាត់មិនអាចនេះទេហើយអញ្ចឹងដោយសារសម័យហ្នឹងរុស្ស៊ីហើយនិងអាមេរិកក៏ជាអ្នកចូលរួមសង្គ្រាមលោកលើកទី2នឹងដែរហើយមានដើរតួយ៉ាងសំខាន់ក៏ដូចជាមហាអំណាចដែរអញ្ចឹងប្រទេសកូរ៉េចាប់ផ្ដើមបែងចែកជា2ចាប់តាំងពីចប់សង្គ្រាមលោកលើកទី2មកដោយមហាអំណាច2គឺសហរដ្ឋអាមេរិកហើយនិងខាងសូវៀតដោយខាងសូវៀតគាត់សូវៀតឬក៏រុស្ស៊ីនេះគាត់គ្រប់គ្រងបែកខាងជើងហើយនៅឆ្នាំ1947បានន័យថាក្រោយសង្គ្រាមលោកលើកទី2ហើយសង្គ្រាមលោកលើកទី2គឺ1945អញ្ចឹង1947មានមហាសន្និបាតអង្គការសហប្រជាជាតិមួយបានអនុម័តឲ្យកូរ៉េនឹងបង្រួមតែមួយវិញប៉ុន្តែពេលនោះគឺសហភាពសូវៀតនឹងជំទាស់ដោយមិនអនុញ្ញាតឲ្យមានការបោះឆ្នោតនៅឧបទ្វីបកូរ៉េបែកខាងជើងទេដោយសារខាងប្រទេសសូវៀតឬក៏រុស្ស៊ីនឹងគាត់គ្រប់គ្រងបែកខាងជើងហើយអញ្ចឹងគាត់អត់ឲ្យមានបោះឆ្នោតបោះអីពង្រំអីទេអញ្ចឹងនៅថ្ងៃទី10ខែឧសភា1948ប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសរើសសភាហើយក៏បានបង្កើតរដ្ឋាភិបាលកូរ៉េខាងត្បូងមួយដើម្បីឆ្លើយតបកូរ៉េខាងជើងបានប្រកាសបង្កើតសាធារណរដ្ឋជាតបតៃកូរ៉េខាងជើងនៅថ្ងៃទី9កញ្ញា1948ដែរអញ្ចឹងបើមើលទៅខាងជើងនឹងប្រកាសបង្កើតរដ្ឋាភិបាលហ្នឹងក្រោយខាងត្បូងតែប្រហែលខែទេម្នាក់នៅខែឧសភាម្នាក់ទៀតនៅខែកញ្ញាហើយចាប់តាំងពីពេលនេះមកកូរ៉េខាងត្បូងនិងកូរ៉េខាងជើងសុទ្ធតែប្រកាសខ្លួនជារដ្ឋតំណាងឲ្យឧបទ្វីបកូរ៉េរៀងខ្លួនហើយបានចាប់បញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ព្រំដែនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ1948ដល់1950ហើយសង្គ្រាមកូរ៉េបានផ្ទុះឡើងនៅពេលដែលកងទ័ពកូរ៉េខាងជើងបានលុកលុយប្រទេសកូរ៉េខាងត្បូងនៅខែមិថុនាឆ្នាំ1950តែហើយបានបញ្ចប់ទៅវិញនៅខែកក្កដាឆ្នាំ1953នៅពេលដែលគូកូរ៉េទាំងពីរនេះបានយល់ព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េគឺជាសង្គ្រាមមួយជាសង្គ្រាមបង្ហូរឈាមដ៏ធំមួយក្នុងប្រវត្តិសាស្ត្រពិភពលោកដោយសារមហាអំណាចទាំងពីរបានប៉ះទង្គិចគ្នាដោយផ្ទាល់លើសមរភូមិហើយប្រជាជនកូរ៉េខាងត្បូងប្រហែល1លាននាក់បានស្លាប់ហើយជាច្រើនអ្នកទៀតបានបាត់បង់ទីជម្រកការខូចខាតនៅលើសមរភូមិមានទំហំធំមិនចាញ់សង្គ្រាមលោកលើកទី1ឡើយហើយសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះជាង 2000 គ្រឿងដោយការបាញ់ទម្លាក់ពីពួកកុម្មុយនីសចំណែកសូវៀតវិញក៏បានបាត់បង់យន្តហោះជាច្រើនគ្រឿងដែរជាពិសេសមិច15អស់ 1000 គ្រឿងដោយការបាញ់ពីអាកាស
របស់កងសហរដ្ឋអាមេរិកហើយខ្ញុំនឹងធ្វើការអធិប្បាយបន្ថែមអំពីប្រព័ន្ធនយោបាយឬក៏ប្រព័ន្ធគ្រប់គ្រងប្រទេសរបស់កូរ៉េខាងត្បូងដោយប្រទេសកូរ៉េខាងត្បូងហ្នឹងគឺជាសាធារណរដ្ឋដែលមានរដ្ឋាភិបាលឡើងកាន់អំណាចជ្រើសតាំងដោយប្រជាពលរដ្ឋរដ្ឋធម្មនុញ្ញបានចែងច្បាស់អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិសេរីភាពខាងជំនឿជាពិសេសការគោរពសាសនាប្រធានាធិបតីជាអ្នកដឹកនាំប្រទេសគឺជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាលដែលជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ5ឆ្នាំហើយបុគ្គលម្នាក់ពុំអាចអនុញ្ញាតឲ្យចូលឈ្មោះពីរដងទេសម្រាប់តំណែងប្រធានាធិបតីប្រមុខរដ្ឋជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីសម្រាប់ដឹកនាំក្រសួងនីមួយៗដែលមានសមាជិករហូតដល់30រូបសភាជាតិមាន299រូបដែលជ្រើសតាំងដោយសម្លេងបោះឆ្នោតរបស់ប្រជាពលរដ្ឋមានអាណត្តិ4ឆ្នាំនិងជាអង្គការនីតិបញ្ញត្តិជាស្ថាប័នកំពូលសម្រាប់អនុវត្តច្បាប់តំបន់រដ្ឋបាលកូរ៉េខាងត្បូងនឹងបែងចែកខេត្ត9និងក្រុង6គឺអ៊ិនឈុនខ្វាងស៊ូពូសានតេតុកនិងសេអ៊ូលហើយក្រុងជាតំបន់រដ្ឋបាលមួយស្មើនឹងខេត្តដែរដូច្នេះក្នុងខេត្តនីមួយៗមានរដ្ឋបាលគ្រប់គ្រងពីរផ្សេងគ្នាគឺក្រុងនិងជនបទហើយនៅកូរ៉េខាងត្បូងនឹងមានបកនយោបាយច្រើនដែលក្នុងនោះមានបកធំ2គឺបកគណៈបកជាតិធំដែលជាគណៈបកដ៏ធំហើយដណ្ដើមកៅអីភាគច្រើនក្នុងសភាគឺចំណែកគណៈបកទី2គឺគណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងកូរ៉េខាងត្បូងមានកម្លាំងទ័ពស្មើនឹងមហាប្រទេសមួយដែរដែលបែងចែកជា3ប្រភេទគឺទ័ពថ្មើរជើងទ័ពអាកាសហើយនិងកងទ័ពជើងទឹកមានសរុបប្រហែលជា600,000នាក់ហើយប្រជាពលរដ្ឋចាប់ពីអាយុ17ឆ្នាំរហូតដល់30ឆ្នាំត្រូវតែចូលបម្រើកងទ័ពរយៈពេល2ឆ្នាំចំណែកឯស្ត្រីវិញគឺតាមការស្ម័គ្រចិត្តហើយបកមកកូរ៉េខាងជើងវិញកូរ៉េខាងជើងរដ្ឋធម្មនុញ្ញកូរ៉េខាងជើងផ្ដល់សិទ្ធិអំណាចគ្រប់បែបយ៉ាងដល់ប្រជាជនប៉ុន្តែជាក់ស្ដែងគណៈបកកុម្មុយនីសឬក៏ហៅថាគណៈបកពលករកូរ៉េជាអ្នកកាន់អំណាចពុំមានសិទ្ធិផ្ដល់អំណាចគ្រប់បែបយ៉ាងដល់ប្រជាជនកូរ៉េឡើយហើយគណៈបកកូរ៉េដឹកនាំដោយលោកគីមអ៊ីលសុងជាប្រមុខរដ្ឋជាអគ្គលេខានៃមជ្ឈិមបកកុម្មុយនីសកូរ៉េគណៈកម្មាធិការមជ្ឈិមបកដែលជាមន្ត្រីជាន់ខ្ពស់និងមានស្នាដៃបដិវត្តចំនួន20ត្រូវបានជ្រើសដោយសភាប្រជាជនដែលមានសមាជិក687រូបបោះឆ្នោតជ្រើសតាំងដោយប្រជាជនមានអាណត្តិ4ឆ្នាំសភាមានអំណាចតិចតួចហើយកោះប្រជុំតែ1ឬ2សប្តាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំតាមតម្រូវការរបស់គណៈកម្មការមជ្ឈិមបកកូរ៉េខាងជើងមាន9ខេត្តនិងក្រុង4គឺចុងស៊ីងហាំងហុងកេសងនិងព្យុងយ៉ាងមានទ័ពចំនួនប្រហែល1លាននាក់ដែលបែងចែកជា3ប្រភេទគឺកងស្វ័យត្រានចំនួន5លាននាក់ផ្សេងទៀតតាមកិច្ចយោធាមានរយៈពេលពី3ទៅ4ឆ្នាំសម្រាប់បុរសដែលមានអាយុ20ដល់25ឆ្នាំសម្រាប់ឯនារីវិញគឺតាមគោលការណ៍ស្ម័គ្រចិត្តហើយខ្ញុំនឹងបន្តនិយាយអំពីសេដ្ឋកិច្ចកូរ៉េហើយបានប្រទេសកូរ៉េខាងត្បូងហ្នឹងមានការវិវត្តលឿនហើយកូរ៉េខាងជើងហ្នឹងមានការវិវត្តមិនសូវជារីកចម្រើនអីដូចកូរ៉េខាងត្បូងអញ្ចឹងមិនចម្លែកទេព្រោះអីក្រោយឆ្នាំ1980សេដ្ឋកិច្ចកូរ៉េខាងត្បូងបន្តការលូតលាស់មានការឈានទៅមុខផ្នែកឧស្សាហកម្មនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីដូចជាសេមីកុងដុកទ័រនិងគីមីសំយោគកូរ៉េខាងត្បូងមានកសិដ្ឋានប្រហែលជា2លានកន្លែងដែលកសិដ្ឋាននីមួយៗមានទំហំដីមិនលើសពី1ហិកតាហើយដំណាំគ្រប់ប្រភេទកូរ៉េខាងត្បូងជាប្រទេសពឹងផ្អែកទៅលើការនេសាទធំផងដែរមិនចម្លែកទេព្រោះអីប្រទេសកូរ៉េខាងត្បូងគឺទទួលបានការគ្រប់គ្រងដោយអាមេរិកអញ្ចឹងជាសម្ព័ន្ធមិត្តរបស់ប្រទេសអាមេរិកការដឹកនាំឬក៏ការធ្វើជំនួញបច្ចេកវិទ្យានេះគឺបាន
ជំនួយពីអាមេរិកយ៉ាងច្រើនហើយបូករួមជាមួយនឹងកម្លាំងពលកម្មកូរ៉េរបស់ប្រជាជនកូរ៉េហ្នឹងគឺខ្លាំងហើយធំសម្បើមមែនទែនហើយចាប់ពីឆ្នាំ2010មកទំនិញនាំចេញសំខាន់គឺមាន semiconductor កប៉ាល់ដែកថែបនិងផលិតផលប្រេងកាតហើយរថយន្តចំណែកឯទំនិញនាំចូលវិញមានប្រេងឆៅវត្ថុធាតុដើមជូរថ្មដែកថែបឈើខ្លឹមកៅស៊ូលក្ខណៈហើយបរិការអេឡិចត្រូនិកដែកលោហៈមិនមែនដែកវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មគីមីនិងគ្រឿងយន្តព្រោះអីប្រទេសកូរ៉េខាងត្បូងនេះគឺជាប្រទេសដែលរីកចម្រើនខ្លាំងខាងឧស្សាហកម្មនិងបច្ចេកវិទ្យាហើយគេមិនមានព័ត៌មានលម្អិតពីសេដ្ឋកិច្ចបច្ចុប្បន្នរបស់កូរ៉េខាងជើងទេតែក៏គេអាចប៉ាន់ប្រមាណថាពាណិជ្ជកម្មកូរ៉េខាងជើងនឹងមានទឹកប្រាក់ប្រហែលជា$5,100 លានអាមេរិកในក្នុងនោះប្រាក់សរុបនៃការនាំចេញនាំចូលរវាងកូរ៉េខាងជើងកូរ៉េត្បូងមានប្រហែលជា30%ស្មើនឹងចំនួន$1,679 លានអាមេរិកបើនិយាយពីការនាំចេញនាំចូលកូរ៉េខាងជើងឃើញថាទឹកប្រាក់នៃការនាំចេញមាន$1,990 លានអាមេរិកនិងនាំចូលមានប្រមាណ$3,090 លានអាមេរិកកូរ៉េខាងជើងមានដៃគូពាណិជ្ជកម្មជាមួយប្រទេសចិនជប៉ុននិងសហភាពសូវៀតផលិតផលដែលនាំចេញគឺដែកសំណតង់តែនស៊ីម៉ង់ស័ង្កសីអង្គរហើយនាំចូលមកវិញគឺប្រេងកាតនិងគ្រឿងម៉ាស៊ីនអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយសង្ខេបឡើងវិញហេតុអីបានជាកូរ៉េខាងត្បូងកូរ៉េខាងជើងនឹងបែកជាពីរគឺដោយសារប្រទេស3គឺជប៉ុនរុស្ស៊ីហើយនិងអាមេរិកជប៉ុនដោយសារពីមុនគាត់ជាអ្នកធ្វើអាណានិគមឬក៏គ្រប់គ្រងប្រទេសកូរ៉េនឹងតែមូលតែម្ដងហើយដែលព្យាយាមផ្លាស់ប្ដូរប្រវត្តិសាស្ត្រភាសាអីហ្នឹងឲ្យទៅជាជប៉ុនតែដោយសារជប៉ុនហ្នឹងចាញ់សង្គ្រាមលោកលើកទី2ហើយចឹងធ្វើឲ្យសហភាពសូវៀតនិងសហរដ្ឋអាមេរិកដណ្ដើមគ្នាកាន់កាប់ប្រទេសជប៉ុនដោយឥទ្ធិពលរៀងខ្លួនអញ្ចឹងបានធ្វើឲ្យប្រទេសកូរ៉េហ្នឹងបែងចែកជាពីរដោយមួយខាងមានការគ្រប់គ្រងពីខាងសហរដ្ឋអាមេរិកហើយនិងមួយខាងទៀតគ្រប់គ្រងដោយសហភាពសូវៀតហើយបែកខាងជើងហ្នឹងគឺខាងកូរ៉េខាងជើងនេះគឺជាប់ខាងសូវៀតអញ្ចឹងនេះគឺជាមូលហេតុដែលធ្វើឲ្យប្រទេសឧបទ្វីបកូរ៉េហ្នឹងបានបែងចែកជាពីរមើលដោយចំទៅគឺដោយសារអ្នកខាងក្រៅទាំងអស់ហើយប្រជាជនកូរ៉េហ្នឹងគឺជាប្រជាជនដែលតស៊ូស្វិតស្វែងណែនៅក្នុងការរំដោះខ្លួនពីអាណានិគមជប៉ុនប៉ុន្តែជាសំណាងឬក៏ជានេះដែរដែលជប៉ុនចាញ់សង្គ្រាមលោកលើកទី2ហើយចឹងបន្សល់ទុកទឹកដីហ្នឹងរួចពីអាណានិគមជប៉ុនប៉ុន្តែឥទ្ធិពលនយោបាយសហភាពសូវៀតហើយនិងសហរដ្ឋអាមេរិកដែលជាភាគីដ៏សំខាន់នៅក្នុងសង្គ្រាមលោកលើកទី2ហ្នឹងចែកគ្នាគ្រប់គ្រងអញ្ចឹងมันជាធ្វើឲ្យប្រទេសជប៉ុនប្រទេសកូរ៉េហ្នឹងចែកជាពីរអញ្ចឹងសង្ឃឹមថាបងប្អូនបានទទួលបានចំណេះដឹងឬក៏ពិធីអីថ្មីតាក់ទងទៅនឹងវីដេអូមួយនេះហើយរៀងវែងតិចហើយបើបងប្អូនចង់បាន content ឬក៏វីដេអូបែបប្រវត្តិសាស្ត្រអីអញ្ចឹងអាច comment នៅខាងក្រោមដែរដើម្បីឲ្យខ្ញុំបានរៀបចំហើយនឹងស្រាវជ្រាវដើម្បីយកមកធ្វើការអធិប្បាយជូន